ទីក្រុងប៉ារីសគឺជាទីក្រុងមួយដែលល្បីល្បាញរឿងថាជាទីក្រុងស្នេហាជាទីក្រុងមួយដែល romantic សម្រាប់គូស្នេហ៍ហើយក៏ជាទីក្រុងមួយពោពេញទៅដោយfashion ដែររឿងម៉ូដកៅកបោកអីហ្នឹងគឺ fashion ហ្នឹងនៅទីប៉ារីសគឺល្បីសម្រាប់គូសារពួកខ្ញុំចូលចិត្តទៅលេងប៉ារីសទៅមកទៅក្រៅកាតេលអង្គុយនៅមុខនឹងតួឯហ្វាល់ហ្នឹងអង្គុយខាងអង្គុយក៏បានគេងក៏បានដែរញ៉ាំទឹកក្រូចញ៉ាំនំម៉ាការ៉ូញ៉ាំអាយស្គ្រីមអញ្ចឹងពេល summer គឺមានការត្រជាក់ត្រជុំនៅក្រោមដើមឈើហ្នឹងទៅជាទីក្រុងមួយដ៏ពោពេញដោយក្ដីស្រឡាញ់មែនប៉ុន្តែទីក្រុងហ្នឹងក៏មានចំណុចខ្សោយច្រើនដែរចំណុចខ្សោយទី1គឺជាទីក្រុងមួយដែលអត់សូវមានសុវត្ថិភាពទេគឺត្រូវដើរទៅណាត្រូវប្រយ័ត្នកាបូបយើងបន្តិចពួកអីមានចោរលួចចោរឆក់ចោរប្លន់ច្រើនអាហ្នឹងណាហើយទីក្រុងហ្នឹងបើយើងដើរតាមលឿនហែមមុំអីក៏ធំក្លិនឆ្អេះឆ្អាបហើយសម្រាមពេញនឹងដីហុយមើលតែតួឯហ្វាល់ហ្នឹងមើលទៅគឺដីណាមិនមែនស៊ីម៉ង់ទេអញ្ចឹងឲ្យដីហុយក៏មានដែរស្បែកជើងសខ្លាំងជាស្បែកជើងក៏ដីក្រហមអស់ហើយអញ្ចឹងណាហើយបើមកហូបវិញគេធ្វើមានខ្យងអាំងនេះញ៉ាំទៅតំណងឆ្ងាញ់បើយើងចេះរសជាតិបរទេសយើងញ៉ាំទៅឆ្ងាញ់ប៉ុន្តែបើសិនជាខ្មែរយើងអត់ចេះញ៉ាំម្ហូបបរទេសរសជាតិបរទេសមានប៊ឺមាន cheese មានអីទេម្ហូបខ្មែរសម្បូរដែរនៅហាងខ្មែរនៅទីក្រុងប៉ារីសហ្នឹងសម្បូរណាស់ហើយប៉ុន្តែក្រុមគ្រួសារខ្ញុំចេះញ៉ាំចូលចិត្តញ៉ាំម្ហូបប្លែកនៅប្រទេសផ្សេងៗអញ្ចឹងនៅប្រាំងគឺគេល្បីរឿងសាច់គោថានេះគេហៅ beef ថាហ្នឹងខ្ញុំថាជាសាច់គោចុះហើយនឹងពួកខ្ញុំចូលចិត្តញ៉ាំ seafood មកគ្រឿងសមុទ្រហ្នឹងគឺមានរសជាតិល្អមែនតើដូចថាវា fresh ដល់អញ្ចឹងទៅញ៉ាំទៅគឺតំណងជាពិសេស oyster ហ្នឹងមានជាតិហ្មងហើយអង្គុយញ៉ាំនៅប៉ារីសអង្គុយនៅខាងក្រៅអា patio គេហ្នឹងគឺដូចថាជាក្រុងដែលក្ដីស្រឡាញ់មែន